Bruno Mars ជីវិតតស៊ូនឹងកេរ្តិ៍ឈ្មោះក្នុងពិភពតន្ត្រី Bruno គឺជាតារាចម្រៀងដ៏ល្បីម្នាក់នៅ Hollywood ពេលនេះតែអ្នកដឹងទេថាកាលពីក្មេងគាត់គ្មានផ្ទះនៅទេកុមារភាពគាត់ពោពេញដោយរឿងមិនល្អគាត់ធ្លាប់ទៅរើគេចាប់ដាក់គុកទៀតផងពេលនៅក្មេងស្ទាវតាមពិតជីវិតគាត់ត្រូវបានស្រោចស្រង់មកវិញដោយសារតែតន្ត្រីតើគាត់ផ្លាស់ប្ដូរជីវិតដោយរបៀបណាគាត់ធ្លាប់ញៀនថ្នាំហើយត្រូវគេចាប់ដាក់គុកពេលនោះគាត់យល់ថាជីវិតគាត់ចប់ហើយគ្មានថ្ងៃបកក្រោយបានទេគាត់គិតហើយគិតទៀតម្ដងហើយម្ដងទៀតសារចោះសារឡើងពីឆាកជីវិតទាំងមូលរបស់ខ្លួនហើយផ្ដោតយកចិត្តទុកដាក់ខ្លាំងលើតន្ត្រីខ្ញុំសន្យាខ្លួនឯងថាខ្ញុំមិនត្រូវធ្លាក់ក្នុងស្ថានភាពបែបនោះម្ដងទៀតទេតាមពិតគ្រួសារទេដែលជាមូលហេតុធ្វើឲ្យជីវិតគាត់នៅកុមារភាពដុនដាបដូចនេះឪពុកម្ដាយលែងលះគ្នាពេលគាត់អាយុ12ឆ្នាំហើយក្រុមតន្ត្រីគ្រួសារគាត់ដែលនៅហាវ៉ៃពេលនោះក៏រលាយបាត់គាត់មានបងប្អូនស្រី4នាក់ដែលនៅជាមួយម្ដាយហើយគាត់និងប្អូនប្រុសម្នាក់ទៀតនៅជាមួយឪពុកតែស្ថានភាពហិរញ្ញវត្ថុមិនល្អសោះពួកគេធ្លាក់ខ្លួនរហាមដល់ថ្នាក់ពេលខ្លះពួកគាត់រកសួនសាធារណៈឬឧទ្យានដើម្បីជ្រកបណ្ដោះអាសន្នជួនកាលបានឡានកញ្ចាស់ដែលគេចោលឬអាគារបាក់បែកគ្រាន់ស្នាក់នៅក្រោយមកពួកគាត់បានធ្វើការក្នុងសួនសត្វហើយបានជួលផ្ទះនៅតែគ្មានបន្ទប់ទឹកទេពួកគេត្រូវដើរទៅសួនក្បែរនោះដើម្បីចូលបន្ទប់ទឹកBruno មានការដឹងគុណចំពោះឪពុកគាត់យ៉ាងខ្លាំងពួកគេ3នាក់ឪពុកកូនដេកក្រែរួមគ្នាតែមួយប៉ុណ្ណោះតែ Bruno និយាយថានោះគឺជាអនុស្សាវរីយ៍ល្អបំផុតដែលគាត់ចងចាំគាត់តស៊ូរហូតដល់រៀនចប់ក្រោយមកគាត់ដូរទៅរស់នៅ LA Los Angeles ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួនដំបូងគាត់ផ្ដើមនិពន្ធបទចម្រៀងឲ្យសិល្បករផ្សេងក្រោយមកក៏ព្យាយាមចាប់យកអាជីពខ្លួនឯងវិញហើយបានដូរឈ្មោះពី Peter Hernandez ទៅជា Bruno Mars ជាឈ្មោះថ្មីដែលសមនឹង Hollywood ក្នុងឆ្នាំ2010អ្នកចម្រៀង rap អាមេរិកាំម្នាក់ឈ្មោះថា Bob បានអញ្ជើញគាត់ឲ្យថតចម្រៀងរួមគ្នាចំណងជើងថា Nothing on Youបទនោះទទួលបានការគាំទ្រយ៉ាងខ្លាំងហើយតាំងពីពេលនោះមកពិភពលោកផ្ដោតភ្នែកទៅលើ Bruno Mars មើលចុះសប្តាហ៍ថ្ងៃនេះគាត់គឺជាតន្ត្រីករដែលជោគជ័យបំផុតនៅ Hollywood គាត់ធ្លាប់ត្រូវជ្រើសតាំងឲ្យប្រកួតយកពាន416ដងហើយជោគជ័យបានពាន130ដងពានសំខាន់ដែលគាត់ឈ្នះរួមមាន American Music Awards 10ដងSoul Train Music Awards 10ដង Grammy Awards 11ដង Guinness World Record 4ដង MTV Millennial Awards 4ដង Brit Awards 3ដងព្រមទាំងពានរង្វាន់ផ្សេងទៀតរាប់មិនអស់រឿងគាត់រំលឹកយើងនៅរឿងដ៏សំខាន់មួយចូលអរគុណអតីតកាលអ្នកព្រោះវាបានធ្វើឲ្យអ្នកក្លាយជាមនុស្សដូចសពថ្ងៃនេះ